ขอบคุณค่ะ
ឡានស្អាតណាស់គឺយកមកតាំងទុកមើលឡានពីសម័យមុនឡានពីសម័យបុរាណនេះមានអីគេខ្លះអូច្រើនណាស់ទូកមានរថខេរថទេសគោបងប្អូនអើយនេះគោមើលផ្លែដូចគោមែនតើទូកក្របីសេះសិលរបស់អូនេះនេះគឺរថទេសៈពិសេសរថទេសៈស្គរប៉ុណ្ណាណៃមើលកបីបងក្របី បាននេះកន្លែងឬថាតុកពីសម័យដើមគេកាត់សក់បងប្អូនធ្លាប់កាត់សក់តុកបែបនេះទេអាចតែបងប្អូនខ្លះក៏តន់សម័យហ្នឹងគេយកមករក្សាតុកកន្លែងទាំងអស់បាទកន្លែងគឺដំបាញកម្មាហ្នឹងដំបាញកម្មានេះបងប្អូនចិញ្ចិញសម័យពីដើមបងប្អូនគេរក្សាតុកបងប្អូនខ្លះក៏អាចតន់នេះណាបាទនេះខ្នោះកោះដូងបាទមានខ្នោះកោះដូងផ្ទះខ្ញុំក៏មានដែរខ្នោះកោះដូងបែបនេះនេះយើងពេលយើងកោះយើងអង្គុយលើហ្នឹងកោះដូងមកនេះនិយាយទៅដូចនៅខ្មែរយើងដែរបងប្អូនវត្ថុបុរាណទាំងអស់ដូចនៅខ្មែរយើងចឹងនេះត្បាល់កិនអង្គធ្វើនំបាទនេះក៏ដូចគ្នាត្បាល់កិនអង្គធ្វើនំត្បាល់ពីដើមត្បាល់ពីសម័យដើមបងមើលនេះកឡកតិនបាទនេះម៉ាស៊ីនបងប្អូននេះជាម៉ាស៊ីនដេម៉ាស៊ីននេះគឺម៉ាស៊ីនធាក់ជើងបងប្អូនហ្នឹងហើយបងប្អូនខ្លះតន់ហើយម៉ាស៊ីននេះគឺម៉ាស៊ីនដេនឹងជើងទេអត់មានប្រើភ្លើងប្រើម៉ូតូដូចសម័យឡើយទេឥឡូវនេះគេមានដាក់ម៉ូតូមានម៉ូតូទៀតនេះបើយើងចង់ប្រើម៉ូតូក៏បានប្រើលក្ខណៈជើងក៏បានដែរម៉ាស៊ីនហ្នឹងតែបើសិនជាចេញពីដើមមកគឺអត់មានម៉ូតូទេម៉ាស៊ីនហ្នឹងតែខ្ញុំមានមួយដែរបាទខាងនេះមានអង្រុតមានលបមានព្រួលមានអីចឹងទៅនេះពេលមើលឃើញរូបភាពបែបនេះនៅឃើញពីសម័យកាលនៅក្មេងៗណា
ដាក់លបដាក់ទ្រូនៅតាមវាលស្រែយើងនេះមកខាងនេះម៉ាស៊ីនអាចឈើពីសម័យមុនណាបងម៉ាស៊ីនអាចឈើអាចថាបងប្អូននេះជាម៉ាស៊ីនរបៀបគេប៉ាន់ទឹកគេរូបភាពនេះបងប្អូននេះធ្វើអំបិលស្រែអំបិលម៉ាស៊ីនអាចជាម៉ាស៊ីនអាចឈើឬក៏ម៉ាស៊ីនហាត់ទឹកអាចតែម៉ាស៊ីនហាត់ទឹកខ្ញុំអត់ច្បាស់ដែរបាទមានច្រើនបងប្អូនអើយនេះមានអង្គលមានអីចឹងទៅពីបុរាណគេរក្សាទុកបងប្អូនចង់មើលមកវត្តនេះមកនេះម៉ាស៊ីនពីសម័យដើមម៉ាស៊ីនកិនស្រោមម៉ាស៊ីនកណូតអីចឹងណាបាទនេះបងប្អូនច្បាស់ទៅស្គាល់ហើយនេះអានេះគឺយើងកិនស្រូវណាចាស់គាត់ពេញនិយមនៅស្រុកយើងណានេះចាស់ពីមុនផ្ទះខ្ញុំក៏មានដែរយើងកិនយើងប្រើកម្លាំងមនុស្សយើងកិនដាក់ស្រូវទៅកិនតមកមានតបាល់នេះជីងថ្លឹងស្រូវពីសម័យនោះពេលឃើញរូបភាពបែបនេះនឹកឃើញសម័យមុនកាលនៅក្មេងៗណានេះបងប្អូនអើយច្រើនណាបាទមកបែកខាងនេះមានទូកមានអីយ៉ាងទៅបាទនេះរទេះសេះពីជំនាន់ដើមពីសម័យដើមមកនេះរទេះសេះបាទអូយច្រើនណាស់ស្ទើរបោះនេះស្អីគេនេះ CD ហ៎ស្អីស្អកខ្លះទេបងប្អូនអើយនេះច្រើនណាស់ហើយជា CD ថា CD ពីមុនណានេះអូខ្ញុំមិនសូវប្រកែអត្ថាធិប្បាយទេបងប្អូនសូមអធិស្ឋានផងបាទវត្តនេះមានឈ្មោះថាវត្តប៉ាកណាមផាស៊ីចរនៅខាងទីក្រុងនៅខាងក្រុងថេបបងប្អូនចង់មកមើលរូបភាពពីសម័យមុនពីតាមសម័យកាលនីមួយគឺបងប្អូនអាចមកមើលនៅវត្តនេះពេលមើលទៅនឹកឃើញសម័យដែលយើងធ្លាប់ជួបធ្លាប់បុកស្រូវធ្លាប់ជួយធ្វើកាច់ការងារផ្ទះជួយពុកម្ដាយតាមជនបទអីចឹងណាហើយនេះនាឡិកានេះគេអត់ប្រើថ្មប្រើអីទេបាទហើយបែកខាងនោះគឺមានក្បីមានអីចឹងទៅនោះមានគោមានអីចឹងបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងទេខ្ញុំនឹងបញ្ចប់វីដេអូប៉ុណ្ណេះសិនហើយខ្ញុំនឹងមានរូបភាពស្អាតខ្ញុំនឹងបន្តប្រឌិតវីដេអូដាក់ចូលក្នុង Channel YouTube ខ្ញុំបន្ថែមទៀតអរគុណច្រើនបងប្អូនសូមទោសផងអត់សូវប្រកែនិយាយទេបើមានកំហុសខុសឆ្គងចំណុចណាសូមអធិស្ឋានផងបាទ